ASEAN Association of Southeast Asian Nations មួយតើអាស៊ានជាអ្វីអាស៊ានគឺជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានពាក្យពេញ Association of Southeast Asian Nations ឬហៅកាត់ថាអាស៊ាន2ចូលពណ៌នាពីប្រវត្តិនៃការកកើតឡើងនៃអាស៊ានដំបូងឡើយអាស៊ានត្រូវបានចុះហត្ថលេខាបង្កើតឡើងដោយប្រទេសចំនួន5រួមមានឥណ្ឌូនេស៊ីម៉ាឡេស៊ីសិង្ហបុរីថៃនិងហ្វីលីពីនកាលពីថ្ងៃទី8ខែសីហាឆ្នាំ1967នាទីក្រុងបាងកកប្រទេសថៃប្រទេសទាំង5នេះគេហៅថាបិតាស្ថាបនិកអាស៊ានឬ Founding Father of ASEAN ចាប់តាំងពីឆ្នាំ1984មកទើបបណ្ដាប្រទេសទាំង5ដទៃទៀតក្នុងតំបន់រួមមានប្រ៊ុយណេបានចូលជាសមាជិកនៅថ្ងៃទី7ខែមករា1984វៀតណាម7កក្កដា1995ឡាវ23កក្កដា1997មីយ៉ាន់ម៉ា23កក្កដា1997និងចុងក្រោយកម្ពុជា30មេសា1999 3តើគោលបំណងរបស់អាស៊ានមានអ្វីខ្លះគោលបំណងរបស់អាស៊ានមានដូចជាបង្កើនល្បឿនកំណើនសេដ្ឋកិច្ចវឌ្ឍនភាពសង្គមនិងការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់លើកកម្ពស់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់ជំរុញកិច្ចសហប្រតិបត្តិការនិងការឧបត្ថម្ភជួយគ្នាទៅវិញទៅមកដោយមិនរំពឹងផលប្រយោជន៍តបស្នងផ្ដល់ជំនួយដល់គ្នាទៅវិញទៅមកក្នុងទម្រង់ជាការបណ្ដុះបណ្ដាលនិងការស្រាវជ្រាវឧបករណ៍កិច្ចសហប្រតិបត្តិការដើម្បីធ្វើឲ្យមានភាពល្អប្រសើរខាងវិស័យកសិកម្មនិងឧស្សាហកម្មដើម្បីលើកកម្ពស់ជីវភាពប្រជាជនការលើកកម្ពស់ការសិក្សានៅអាស៊ីអាគ្នេយ៍រក្សាមិត្តភាពដើម្បីប្រយោជន៍កិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិដែលមានគោលបំណងដូចគ្នាឬស្រដៀងគ្នា4តើនិមិត្តសញ្ញាអាស៊ាននិងទង់ជាតិប្រទេសជាសមាជិកមានអត្ថន័យដូចម្តេចខ្លះនិមិត្តសញ្ញាអាស៊ាននិងទង់ជាតិប្រទេសជាសមាជិកមានអត្ថន័យដូចតទៅពណ៌ខៀវតំណាងឲ្យសន្តិភាពនិងស្ថិរភាពពណ៌ក្រហមតំណាងឲ្យសេចក្តីក្លាហាននិងភាពស្វាហាប់ពណ៌សតំណាងឲ្យភាពបរិសុទ្ធនិងភាពស្មោះត្រង់ពណ៌លឿងតំណាងឲ្យភាពសម្បូររុងរឿងដើមស្រូវទាំង10តំណាងឲ្យសុបិនរបស់បិតាបង្កើតអាស៊ានដែលចង់ប្រមូលផ្ដុំប្រទេសទាំង10នៅអាស៊ីអាគ្នេយ៍ឲ្យក្លាយជាសមាគមតែមួយដែលមានសាមគ្គីភាពពណ៌ទាំងអស់នៅលើទង់អាស៊ានតំណាងឲ្យពណ៌ទង់ជាតិរបស់ប្រទេសជាសមាជិកទាំងអស់ទង់អាស៊ានតំណាងឲ្យសមាគមអាស៊ានមួយដែលមានស្ថិរភាពនិងសន្តិភាព Thank you